បាទសួស្តីបងប្អូនបាទថ្ងៃនេះគឺមានឈុតតូចណាបងប្អូនណាបាទឈុតតូចគឺ8គ្រាប់បាទរូបរាងតូចបាទអានេះប្រហែលជា7 8ហ៊ុនហើយនេះកតាក់ជាងតិចតួចណាបងប្អូនណាបាទកតាក់ជាងតិចតួចសម្រាប់តាក់2តាក់3អីហ្នឹងបាទឈុតនេះគឺឈុតរបៀបជាយើងដាក់ស្ពៅដាក់អីចឹងបងប្អូនណាបាទហើយភ្លើងចេញល្បាក់700វ៉ុលជាងសមស្របនឹងយើងប្រើប្រាស់ជាលក្ខណៈទូទៅហើយមិនទៅវាក្តៅពេកចឹងណាបងប្អូនបាទមិនទៅក្តៅពេកហើយជាប្រភេទលន់បាទប្រភេទនេះអាចងាប់លន់ងាប់នៅនឹងកន្លែងបាទវាអត់មានជាប្រភេទទាញមកទេបាទតែវាមិនមែនងាប់នឹងកន្លែងទាំងអស់ទេបាទដោយសារត្រីជីវិតមានជីវិតអញ្ចឹងក៏វាអាចទាញខ្លះដែរបាទតែជាប្រភេទងាប់នៅកន្លែងប្រភេទនេះបាទប្រភេទលន់អញ្ចឹងហើយពុកម៉ែបងប្អូនបាទសម្រាប់700វ៉ុលជាងនេះគឺវាប្រើបានទូទៅភ្លើងគឺប្រើបានទឹកទូទៅវាមិនចាញ់ទឹកទេបាទវាមិនចាញ់ទឹកទេបាទ900ទៅ1000វ៉ុលគឺវាអាចចាញ់ទឹកនៅលក្ខខណ្ឌខ្លះចឹងណាបងប្អូនណាបាទហើយឥឡូវតើខ្ញុំតេស្តភ្លើងទាំងអស់គ្នាបងប្អូនណាបាទតេស្តភ្លើងទាំងអស់គ្នាជាប្រភេទប្រើ resistance អត់ប្រើមិនស្គាល់ទេដោយសារជាលក្ខណៈតូចអញ្ចឹងគាត់កំងទៅជាលក្ខណៈដាក់កប៉ាល់ឬក៏ដាក់កែវក៏ដាក់រកចាប់កែវចាប់អីចឹងបងប្អូនណាបាទដោយសារភ្លៀងដើមឆ្នាំបាទឥឡូវគឺយើងរៀបចំតេស្តភ្លើងជូនបងប្អូនមើលសម្លេងវាបែបហ្នឹងបងប្អូនណាបាទសម្លេងបងប្អូនឃើញទេបាទយើងវល់កាមេរ៉ាឃើញបងប្អូនភ្លើងគឺបែបហ្នឹងបងប្អូនណាបែបហ្នឹងរៀបជាមួយនឹងដុំតូច2អ៊ីមពែបងប្អូនណាបាទ2អ៊ីមពែហើយជាប្រភេទប្រើរេស្តាំងហ្នឹងហើយថ្ងៃហ្នឹងគឺ2ឈុតបងប្អូនណាបាទយើងចេញឈុតនេះមួយឈុតហើយនឹងឈុត8បេកដើមឈុតដែរបាទ8បេកដើមនេះគាត់ទៅមួយហើយបាទតែដោយសារមានបញ្ហាផ្នែកកុំព្យូទ័រវាទាំងគ្រប់គ្រងវាឬក៏ controller វាហ្នឹងគឺជួសជុលកើតបាទខូច IC ប្រភេទ chip អញ្ចឹងជួសជុលកើតទេ8បេកដើមទិញគ្រឿងមកក៏ថ្លៃហើយអត់មានជាប្រភេទត្រូវទៀតដោយសារ8បេកដើមហ្នឹងមានច្រើនសេរីដែរបងប្អូនណាបាទ control វាតែប្រភេទនេះគឺអត់មានឥឡូវគាត់ទិញមួយទៀតបាទខ្ញុំមកគាត់របស់វៀតណាមទៅគាត់ចេះប្រើទេអញ្ចឹងមិនថា8បេកដើមអ្នកតែញីនឹងវាគឺញីដោយសារអីវល់វាខ្លាំងបាទវល់វាខ្លាំងចឹងហើយបើសិនជាយើងតម្លើងវល់បាក់700 800គឺងាប់ល្អម្ល៉េមបើចង់ខ្លាំងតម្លើងដល់1000ឬក៏1200គឺងាប់មែនតើបាទងាប់មែនតើប៉ុន្តែវាក៏ញ៉ាំភ្លើងដែរបាទញ៉ាំភ្លើងដែរខាងនេះទៅខាងស្មៅអំបុកបាទដោយសារស្មៅអំបុកគឺខ្ញុំចេញបានគាត់ច្រើនបាទចេញគាត់ច្រើនហើយប្រភេទនេះជាលក្ខណៈចុះភាគរយជូនគាត់ដោយសារអីអាមួយនោះក៏គាត់ទិញពីខ្ញុំទៅដែរបាទហើយជាលក្ខណៈមិនទៅសំណាងសម្រាប់គាត់ដោយសារគាត់ប្រើទៅបាន5 6ខែមានបញ្ហាខាង controller ជួសជុលអត់បានទេរំលាយដើមក្រៅពីនឹងគឺអាចជួសជុលបានទាំងអស់ណាបងប្អូនណាបាទអាចជួសជុលបានទាំងអស់ហើយខូច controller ហ្នឹងគឺខូចធ្ងន់ទៀតបាទខូច IC chip វាជាប្រភេទ IC ដែលមាន program អញ្ចឹងបើទោះជាយើងទិញ IC ថ្មីមកក៏វាដើរដែរបងប្អូនណាបាទតើតែទិញអាប្រភេទវាដែលគេបុក program តម្រូវ8បេកដើមកំងបានដាក់ទៅដើរឥឡូវអីវ៉ាន់មកដល់ហើយខ្ញុំរៀបចាប់ផ្ញើជូនគាត់បាទចាប់រយគាត់ទៅប្រភេទនេះហើយរបស់គាត់អាខូចហ្នឹងគឺខ្ញុំទទួលទិញវិញតម្លៃណាមួយអញ្ចឹងទៅបាទណាមួយអញ្ចឹងទៅដើម្បីយើងទុកយកគ្រឿងខ្លះបាទក្រៅពី controller គឺវានៅទាំងអស់ហ្នឹងបងប្អូនណាបាទហើយមានបងប្អូនណាត្រូវការបតឬក៏ត្រូវការស្អីផ្សេងគ្រឿង8បេកដើមគឺក្រៅពីបត controller គឺនៅទាំងអស់ថ្មីទៅបាទប្រើទៅតែបាន5 6ខែទេអាចតទៅមកខ្ញុំបានតាមលេខទូរស័ព្ទ090 26 71 08 091 81 91 681ណាបាទអរគុណ